កណដ្ឋានលួចាហឺមានទីតាំងស្ថិតនៅលើដីទូមួយកន្លែងនៅត្រៃខាងកាត់នៃទន្លេជីនហឺក្នុងភូមិលួចាហឺស្រុកឈុនហួរខេត្តស្រាន់ស៊ីបន្ទាប់ពីការងារកំណាយស្រាវជ្រាវបុរាណវិទ្យារយៈពេលជាង3ឆ្នាំលទ្ធផលនៃការរកឃើញបុរាណវិទ្យាត្រូវបានប្រកាសនាពេលថ្មីៗនេះវិកណដ្ឋាននេះមានអាយុកាលប្រហែលជាង 4000 ឆ្នាំគ្រប់ដណ្ដប់លើផ្ទៃដីសរុបប្រហែល 50,000 ម៉ែត្រការ៉េនិងមានទំហំផ្ទៃដីជិតកកាយប្រហែល 14,200 ម៉ែត្រការ៉េតួនាទីស្នូលនៃវិកណដ្ឋាននេះគឺជាតំបន់ស្ដុកស្បៀងដ៏ធំមួយបុរាណវិទូបានរកឃើញសំណល់ចាស់គ្រប់ប្រភេទជាង 1000 កន្លែងរួមមានជង្រុកផ្ទះនិងលដុតស្មន់ជាដើមក្នុងចំណោមនោះជង្រុកចំនួន12កន្លែងត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់ស្ដុកស្បៀងដែលមានទំហំសរុបជិត 400 ម៉ែត្រគូបមានសមត្ថភាពស្ដុកស្រូវមីយ៉េប្រហែល 300 តោនវត្ថុបុរាណជាង 1000 រួមមានឧបករណ៍ស្មន់និងថ្មជាដើមក៏ត្រូវបានជិតរកឃើញផងដែរលើសពីនេះឧបករណ៍ឆ្អឹងឧបករណ៍សម្បកនិងឆ្អឹងសត្វចំនួន18ប្រភេទដែលមានចំនួនច្រើនក៏ត្រូវបានរកឃើញផងដែរតាមរយៈការវិភាគចម្រុះបុរាណវិទូយល់ឃើញថានេះគឺជាទីលំនៅឯកទេសមួយសម្រាប់ការស្ដុកស្បៀងទីតាំងនៃវិកណដ្ឋាននេះហ៊ុំព័ទ្ធដោយទឹកនៅទិសចំនួន3និងមានភ្នំនៅម្ខាងទៀតដែលធ្វើឲ្យវាងាយស្រួលសម្រាប់បានការការពារនិងពិបាករងការវាយប្រហារហើយថែមទាំងបានសម្រួលដល់ការដឹកជញ្ជូនស្បៀងតាមផ្លូវទឹកផងដែរការរកឃើញវិកណដ្ឋាននេះមិនត្រឹមតែបង្ហាញយ៉ាងច្បាស់អំពីប្រព័ន្ធស្ដុកស្បៀងដ៏ចាស់ទុំនិងកម្រិតអភិវឌ្ឍកសិកម្មនៃតំបន់កណ្ដាលនៃខេត្តស្រាន់ស៊ីប្រទេសចិនកាលពីជាង 4000 ឆ្នាំមុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់ពីអធិរភាពនៃឋានៈគ្រប់គ្រងពិសេសនៅពេលនោះដែលផ្ដល់នូវភស្តុតាងជាក់ស្ដែងសម្រាប់ការឆ្វែងយល់ពីអរិយធម៌ដំបូងនិងប្រភពដើមនៃរដ្ឋនៅក្នុងតំបន់កណ្ដាលនៃខេត្តស្រាន់ស៊ីប្រទេសចិន។